ខ្ញុំឈ្មោះផងភឿនអាយុ61ឆ្នាំទៅភូមិព្រៃសង្ហាស្រុកឃុំផ្នែកមាសស្រុកថ្មគោលខេត្តបាត់ដំបងបច្ចុប្បន្នខ្ញុំរស់នៅភូមិបោះហ៊ុយខាងត្បូងសង្កាត់បោះយ៉ាខាក្រុងបៃលិនខេត្តបៃលិនបានស្ម័គ្រចិត្តធ្វើម្ដាយមីនចាប់តាំងពីឆ្នាំ2002មកបច្ចុប្បន្នកាលស្ថានភាពគ្រួសារខ្ញុំគាត់សូវធឺធាប្រមាណខ្ញុំរៀនដុតតាបតិចតួចដែរព្រោះជីវភាពរបស់ខ្ញុំក៏រៀនធ្លាក់ហើយសុខភាពរបស់ខ្ញុំក៏អត់សូវស្រួលហើយខ្ញុំក៏មានឡើងប្រពន្ធហ្នឹងមានកូនដល់8នាក់បច្ចុប្បន្ននៅ8នាក់តែនៅលីវតែមួយទេនៅរៀននៅថ្នាក់ទី10ខ្ញុំសប្តាហ៍ថ្ងៃខ្ញុំចាប់ផ្ដើមឈឺទី1ហ្នឹងគឺសំខាន់គឺជើងហ្នឹងគឺយើងដើរឆ្ងាយអត់បានទេលលាកហើយធ្វើអ្វីធ្ងន់ក៏អត់បានហើយទី2ខ្ញុំរើរបួសមានបែងជាប់នៅក្នុងខ្លួនកាលពីសម័យសង្គ្រាមមកជាប់នៅខ្លួននេះខ្ញុំរើរបួសមុនសង្គ្រាមហ្នឹងខ្ញុំនៅភូមិព្រៃសង្ហាឃុំផ្នែកមាសស្រុកមកគោខេត្តបាត់ដំបងហ្នឹងឯងតែខ្ញុំនៅរួមរស់នៅជាមួយឪពុកម្ដាយដល់ឆ្នាំ83ខ្ញុំបានការប្រពន្ធរួចខ្ញុំចាប់ឆ្នោតទៅប៉ះធ្វើទាហានរដ្ឋាភិបាលនៅវរៈ4ក37ស្រុកប្រវល់យើងនេះខេត្តបាត់ដំបងនេះគ្នាតទួលមក87ខ្ញុំបានចូលមកវឹកវើទាហាន1700នាក់បានបញ្ជូនយកមកខេត្តបៃលិនយើងនេះហើយខ្ញុំត្រឡប់ទៅវិញបានផ្ទុះមីនខ្មែរក្រហមកន្លែងទីតាំងហើយយើងនៅពីខាងកើតឌីសាងប៉ាងលឹមហ្នឹងក៏បានហើយភាគីខាងខ្មែរក្រហមចាប់ខ្ញុំបានក៏ខ្ញុំរស់នៅជាមួយភាគីខ្មែរក្រហមរបូតមកហើយបច្ចុប្បន្នកាលនេះហើយខ្ញុំធ្លាប់ដាក់មីនដាក់អីជាមួយខ្មែរក្រហមនឹងមានជីវប្រវត្តិខ្ញុំច្រើនណាស់ប៉ុន្តែខ្ញុំមិនអាចរាយរាប់ប្រាប់អស់ប្រហែលច្រើនពេកបាទមុនសង្គ្រាមនោះខ្ញុំបានចាំនោះខ្ញុំបាននៅសម័យយើងឡងដល់នោះខ្ញុំនៅរៀនការសបាយនៅរៀនយើងរបូតដល់75ហ្នឹងក៏បានពលពតរដ្ឋបហាមកខ្ញុំអត់នៅជាចល័តស្ម័យ3ឆ្នាំគឺនៅចល័តតាំងម៉ែខ្ញុំលើកដីនៅអាងតាំងម៉ែលើកដីនៅពីពួយវោតតលមកយើង79ដែលរដ្ឋបហាសម្ដេចនាយកហ៊ុនសែនដែលកើតបានរំដោះនោះខ្ញុំទៅនៅស្រុកកំណើតខ្ញុំនៅភូមិព្រៃសង្ហាឃុំផ្នែកមាសស្រុកវត្តខេត្តបាត់ដំបងនឹងឯងដល់មកឆ្នាំ83ហើយខ្ញុំបានការប្រពន្ធរួចបានខ្ញុំបានចូលប្រឡូកជាមួយសង្គ្រាមខ្ញុំបានរស់នៅក្នុងអង្គភាពក37វរៈ4ស្រុកប្រវល់ខេត្តបាត់ដំបងបានប្រឡូកនឹងបូតមកចុងឆ្នាំ88គឺខ្ញុំបាននៅវឹកវើទាហាន1700នាក់ជាមួយសភេកហើយដឹកជញ្ជូនយកមកយើងខេត្តបៃលិននឹងឯងហើយពេលខ្ញុំត្រឡប់ទៅវិញទៅដល់ខាងកើតប៉ាងលឹមបានផ្ទុះមីនខ្មែរក្រហមមួយគ្រាប់ទុំមីននឹងអើយឡានខាងមុខខ្ញុំបានខ្ញុំលុតចុះលើឡានបានឃើញភាគីខាងខ្មែរក្រហមចាប់បានខ្ញុំគាត់យកខ្ញុំមករស់នៅជាមួយគាត់របូតមកខ្ញុំធ្វើសង្គ្រាមជាមួយគាត់ដើរក្នុងព្រៃលេចកាត់ជើងបូននឹងទាំងអស់បូតដល់មកសមារណកម្មជាមួយសម្ដេចហ៊ុនសែនយើងនឹងឯងតើយើងសមារណកម្មនឹងមកបាទបូតខ្ញុំធ្វើជាអាជីវកម្មបានប្រពន្ធកូនខ្ញុំនឹងបានមកដល់ឆ្នាំ2002ខ្ញុំឃើញថាក្របមីននិងក្របបន្តផ្ទុះវានៅពីសវៀងពីក្រាលនៅពេញដីហ្នឹងវាជួបការលំបាកឃើញដាក់ខ្លះទៅយកអ៊ីតចាយយកអីទៅផ្ទុះក្របមីនក្របអីទៅខ្វាក់ផ្នែករបួសជនពិការអញ្ចឹងក៏ខ្ញុំស្ម័គ្រចិត្តចូលជាបណ្ដាញមីនដើម្បីជំនួសរដ្ឋាភិបាលឲ្យជំនួយជាបណ្ដាញមីនហ្នឹងដើម្បីជួយយកក្របមីននិងក្របតាមផ្ទុះពីលើដីហ្នឹងជំនួសរដ្ឋាភិបាលកុំឲ្យកាត់បន្ថយអាការកត់ថ្នាក់ក្របមីននិងក្របតាមផ្ទុះកុំឲ្យមានជនពិការខ្វាក់ផ្នែកនឹងបាក់ដៃបាក់ជើងស្លាប់តទៅនឹងទៅសប្តាហ៍ថ្ងៃនេះក្នុងសម័យសង្គ្រាមនេះទៅជួយចត់មកដែលបាទខ្ញុំសម្លឹងមើលឃើញមិនថារូបខ្ញុំឬប្រពន្ធកូនចៅខ្ញុំនេះគឺប្រជាពលរដ្ឋទូទាំងប្រទេសដែលកំពុងតែប្រឈមសង្គ្រាមនេះប្រវត្តិជួយចត់សម្បត្តិមកសង្គ្រាមនេះគឺដូចជាសង្គ្រាមមួយសម្រាប់ប្រជាជនយើងដោយគ្មានច្បាប់
ត្រង់ត្រូវចឹងប្រុសដោយសារអីជួនកាលលើជាបរតកាត់ចេញមករកស៊ីបងត្រីឬបាច់ត្រីបន្តិចបន្តួចទៅខ្ញុំកាប់អស់ធ្វើស្រែធ្វើភ្លឺទៅផ្ទុះមានចឹងទៅជួនកាលទៅយើងមានជួបអបតហេតុដែលនិយាយទោះមានតាមផ្លូវឬមួយយើងទៅដូចថាភាគីម្ខាងទៅម្ខាងដែលយើងពិនិត្យពីសកម្មភាពសង្គ្រាមវ័យបោះគ្នាកាប់ចាក់គ្នាពេញមកនឹងស្លាប់មិនមែនត្រឹមស្លាប់ទេតែហ៊ាននឹងជាពិចាមិត្តដែលទល់មុខមាត់នៅទល់កន្លែងមុខនៅគ្នានេះយើងប៉ះពាល់ទៅលើប្រជាពលរដ្ឋតំណាំប្រជាពលរដ្ឋឆេះផ្ទះឆេះសម្បែងប្រជាពលរដ្ឋស្រូវតំណាំអីគ្រប់ប្រភេទទាំងអស់គឺសង្គ្រាមគឺប្រវត្តិសង្គ្រាមនេះគឺมันធម្មតាទេសង្គ្រាមនេះសង្គ្រាមមួយម៉ាត់គឺបំផ្លិចបំផ្លាញទូទាំងអស់មកក្នុងប្រទេសយើងគឺគ្មានសល់ដូចជាជួបឧបសគ្គដាក់មីននោះយើងទៅដាក់មីននឹងថាដាក់ជាប្រជាមិត្តយើងទេដែលសត្រូវជាមួយយើងទេប៉ុន្តែក្រោយមកជួបគ្រោះថ្នាក់ណាគឺប្រជាពលរដ្ឋបាទជាពលរដ្ឋគាត់ជួបឧបសគ្គគ្រោះថ្នាក់ដាច់ដៃដាច់ជើងជួបការស្លាប់បាត់បង់ជីវិតណាជួបហានិភ័យចំពោះគ្រួសារគ្មានទីពឹងគ្មានទីជំរកណាអត់អាហារហូបចុកគ្រប់សារពើទាំងអស់ដូចពាក់ព័ន្ធទៅលើសង្គ្រាមខ្ញុំនិយាយថាសង្គ្រាមមួយម៉ាត់នេះគឺវាជូរចត់ខ្លាំងណាស់ជូរចត់ណាស់អញ្ចឹងបានតែខ្ញុំមិនចង់ឲ្យឃើញកកើតសង្គ្រាមតទៅទៀតទេជីវប្រវត្តិសង្គ្រាមខ្ញុំគឺជូរចត់សម្រាប់បាទដែលទុះមានតោនឡាននៅខាងកើតទីប៉ាងអាលឹមហ្នឹងខ្ញុំបានហើយយកតបមកឆោជើងដល់បៃលិនយកតបមកដាក់ឆោជើងនៅបៃលិនខ្ញុំត្រឡប់ទៅវិញក្បួនឡានត្រឡប់ទៅវិញទៅដល់ខាងកើតប៉ាងរលឹមហ្នឹងផុតស្ពានតិចហ្នឹងក៏បានទុះមីនដែលត្រីភាគីខ្មែរក្រហមដាក់ក៏ផ្ទុះមីននៃឡានខាងមុខខ្ញុំហ្នឹងក៏ខ្ញុំតែខាងត្រីភាគីខ្មែរក្រហមបាញ់មកខ្ញុំក៏លូតចុះពីលើឡានក៏ទៅណាអត់រួចតើទៅអត់រួចចឹងទៅក៏បានត្រីភាគីខ្មែរក្រហមគាត់ចាប់ខ្ញុំបានតែគាត់ចាប់បានហ្នឹងគាត់អត់មានធ្វើអ្វីខ្ញុំវ័យដំបខំចិត្តខ្ញុំទេប្រកាសថាខ្មែរនឹងខ្មែរទេតើអញ្ចឹងទៅខ្ញុំក៏បានមករស់នៅជាមួយភាគីខ្មែរក្រហមតាំងពីចុងឆ្នាំ88របូតមករនៅជាមួយគាត់ហ្នឹងក៏ដើររុករៀនទន្ទានព្រៃបាញ់គ្នាតប់គ្នាក្នុងព្រៃតាមថាក្នុងព្រៃឬតាមភូមិលូនដាក់អីอะไรក្របតាមផ្លូវលូនទឹកដាច់ស្ពានគ្រប់សារពើទាំងអស់នៃការសង្គ្រាមដែលទីគីខ្មែរក្រហមធ្វើជាមួយទាហានរដ្ឋាភិបាលនោះខ្ញុំឃើញគឺបែបនឹងឯងប្រុសខ្ញុំនិយាយខ្ញុំអត់មានថាមើងងាយទៅភាគីខ្មែរក្រហមក៏ខ្ញុំអត់មានមើងងាយទៅទាហានរដ្ឋាភិបាលទេអានេះខ្ញុំនិយាយពីការសង្គ្រាមដែលខ្ញុំបានធ្វើផ្ទាល់ដោយខ្លួនឯងនៅក្នុងសង្គ្រាមអំឡុងសង្គ្រាមដែលយើងជួបការលំបាកទៅប្រហែលឆ្នាំមកនេះជាង30ឆ្នាំមកនេះតែខ្ញុំធ្លាប់ប្រឡូកមកនេះគឺសង្គ្រាមគឺខ្លាំងណាស់គ្រាមបាទតាំងពីខ្មែរក្រហមចាប់បានខ្ញុំមកហ្នឹងខ្ញុំបានធ្វើទាហានជាមួយភាគីខ្មែរក្រហមហ្នឹងរឿងដាក់មីនខ្ញុំដាក់មីនច្រើនណាស់ដាក់មីនដូចជាមីនតោនដាក់នៅខាងកើតប៉ាងអាលឹមបណ្ដោមាន3គ្រាប់2គ្រាប់ដាក់ការពារកុំឲ្យឡានឆ្លងដឹកជញ្ជូនស្បៀងជញ្ជូនគ្រាប់មកដាក់តាមស្មរភូមិខាងមុខហើយដូចជាដាក់មីនខ្សែ69មីនជន់មីនតោនទៅតាមអលែងភូមិសាស្ត្រផ្លូវធ្លាចាស់ចាស់ដែលតាមព្រៃដូចជាភូមិផ្ដាក់4ជួរលូ3ទឹកវៀងអានឹងដាក់ច្រើនណាស់មានរាប់មិនអស់មានតោក៏ខ្ញុំធ្លាប់ដាក់ហើយមានខ្សែក៏ខ្ញុំធ្លាប់ដាក់អញ្ចឹងបានថាសង្គ្រាមវានៅសេសសល់បច្ចុប្បន្នវានៅសេសសល់អាមីនដែលដាក់តាមព្រៃមិនថារូបខ្ញុំខាងភាគីខ្មែរក្រហមមិនថាខាងភាគីរដ្ឋាភិបាលទេអានឹងគេថាសង្គ្រាមមួយម៉ាត់ហ្នឹងគឺមានតង្សាងខាងដាក់មានតោនការពារខ្ញុំក៏ដាក់ការពារមិនឲ្យគេរុករៀនបវ័យខ្ញុំគេក៏ដាក់ការពារមិនឲ្យខ្ញុំរុករៀនទៅវ័យគេដូចគ្នានៅក្នុងបច្ចុប្បន្ននៅក្នុងសង្គ្រាមហ្នឹងបាទខ្ញុំបង្កដែលឲ្យមានគ្រោះថ្នាក់មីនដែលខ្ញុំដាច់ជើងហ្នឹងគឺខ្ញុំប្រពន្ធខ្ញុំបានពន្ធខ្ញុំគាត់ទៅគ្រប់ខែដល់គ្រប់ខែអញ្ចឹងគេឲ្យមកពីស្មរភូមិខាងមុខហ្នឹងមកចាំពោះនៅខាងក្រោយនឹងឯងតែចាំពោះខ្ញុំចូលទៅដុតធ្យូង
đợt chung nhầm đa tàu chân nhầm cọp chung đa chọc đa lớn còn nhầm chênh pi lò nâng tới chụp ở bát hẹp tròn mìn nâng bờ đài chụp tròn mìn nó có đại chiến nhầm miền smart đây nhầm cham nhầm miền xe cà xe nông nâng smart nhầm mặt đờm đấy có nhầm bành thì dạ pe bay crop rồi tới tụi miền kia lư số nhầm bành dạ pe bay crop á bàn thì khang bọc lực pet nó rồi nhầm nó chật pet bọc lực pet chẳng nó có cật rót từ vô màu từ chui xe vô máu cho ta đã đồng ti pet riêng lâu chừng cào khuê đấy ba như kịp như đây thạ luôn đã chọn pika này cứ thạ luôn chú chặt tầm bơm chọn pika riêng thọp tay đại pi trường pi stu nâng đa tầm na rọc xì lợt ly xe rê tu chẳng cứ riêng phơi bàn tập về thạ đã chọn pika này cứ vết tình địa đa có mình bàn ngay lừa cả vây có mình bàn tu lấy có mình bàn cứ chụp ca là bạn đừng pong chương nâng đó pong chứ hay dân pưng tờ lừa chương mặc háng pưng cứ pưng mình bàn pưng việc bàn thằng sau con là bàn một tục chụp ca làm bạn khăng pika này chẳng mà là khơi pika này muôi về Vietnamia về rừng pika muối Vietnamia bong ôn dân đại pi chương pi thọp đừng nhom tập về nhom châu pika này nhom khơi nhom pika nhom chụp ca làm bạn để nhom thưa tầm nào ly say như rau xi chỉnh châm cua sa bọc nhom chụp ca làm bạn cho thưa tầm nào mình ban được kia được ai đi thưa ai có tẹt là bó để thọp lược lý bán tôi cho bàn bó thọp đỡ đỏ bó thưa ai bán cái dân để tìm buôn môi dân thưa bán cái dân thưa bán để xá té trường dân pika cặp có ly say chụp ca làm bạn thằng để xa ai chấm đôi ní ơi bàn việc nhom mưa khơi để sớm mai sừng cream dương du long mò hai nữa để xe sol crop min nâng crop bản tóm tu bia pin bia can rồi lừa tới đây trongประเทศ Campuchia dương ngày ba nhom chỉ smart chất trôi chia bản đài min smart chất ắt miền thái bị cà rắt tha bị bà na mà chui nhom mà cả mà xây đi ắt ní chỉ smart chất bọc nhom mà cứ đã tăng luôn niêm chia bản đài min smart chất níสำหรับโชว์นลือได้ภูมิบ่อหุยขังบงสกัดบ่อยคากรองไปเลื่อนไข่ไปเลื่อนเยืองนี่อ้อยไปเชียปรอดมือเคยถ้ากรอบมีหนึ่งกรอบตามตู้นอกอะไรนะย่อมหนึ่งรายการต่อคางสีมะหรือมวยคางไม่ใครลดตราหมายยกเชียปันตอนกบอยเมียนจุบกาลำบากในจนปีกาหรือขวะพนัยกรอบไปสลับบัดบองชีวิตจุบกาลำบากตีมวยยังจุบกาลำบากในครูนไอจนปีกาตีปียังจุบกาลำบากบัดบองเลยได้กำลังพลกรรมขนมสังคมครูซาในมวยให้ปปนโกนเยื้องกับจวบเวทนีจบการลำบากทะเวทนีไกลกรอจบการลำบากโดยซาแต่กรอบมีหนึ่งกรอบตอนตุโดยเยื้องขยมจนปีกาทะระบดเธอสับไงการมีกิจกรรมได้ตุมินหนึ่งกรอบยุทธภัณฑ์ตามตัวนี้ต่างหนึ่งบ่บันยมรองไงยมสอกสดายครั้งนะเด็กครูนเองอัดโยลปีปัญหาดอลจีดหรือมวยน้องไปเชียบรัฐตูแตงประเทศนั่นแต่จังยำสอกได้อย่างคลั่งได้บานดะบินหนึ่งกรอบตามตุโจเตยไอ้บินตอนบินเกยกรอบเพชรตั้งโจตักน้องใดแต่จังจนปีกาเนี่ยเวียเปะปอนตะเลือน้องบานยำสอกได้เราเอาไว้เปรียบเหมือนบานที่เราเปรียบบานสอกได้สับไงนี่ยำเคยอย่างไรมีกิจกรรมได้ดะบินหนึ่งกรอบตามตุได้ตุล่างกรอบทักดาวไปเชียบรัฐได้ครูนไอ้นี่ยมเคยอยากอะไรนักบานยมสอกสดายนั่งให้บานยมสมัครจัดเพื่อเชียมันได้มินห้องกับเพียบสิมะโดยเชียสิมะหรือไฮโดรตรักไม่ต้องออกนั่งเอาแต่เปะปอนเรื่องมินมาปราบขยมดึงสมัครจัดจำนายสร้างนั่งจำนายเปเวเลียแต่ยกรอบหนึ่งมินมันตอบตัวเราเลือบใจใดสวยจุ่มนัวรัฐาพิบาลกมอยเมียนอากาศกรอบทักกรอบมินกรอบตอบตัวต่อจะเทียบประจุกาลำบะครั้งจนปีกานี่มันทำดาตัวมากระยังมั้งจุกาแล้วกัดขวะพเนจเมื่ออาจเคยตั้งปีบัดบังกำลังพลกรรมมันเนี่ยได้ดักได้บ่มระกอดบัดบังกำลังพลกรรมต่อปีเนี่ยน้องจีแบบเพียบครูซาบัดดักเชียงดิขยมจังอันนั้นบัดบังกำลังพลกรรมแต่มันเนี่ยไอ้ที่ปันแต่จุกาลำบะได้ยังรอดบานนู้ตะลือปปนเก่ายังเพื่อนบ้านตะลือปปนก้นจุกาลำบะจะคลั่งยังเปิงเปะตะลือปปนเปิงเปะตะลือเก่าช่วยบำเรอยังวิ่ง
ចឹងបានថាកន្លែងនេះមួយខ្ញុំសោកស្ដាយសវិនមុនសោកស្ដាយខ្ញុំសូមព្រាមលាវដល់បងប្អូនយើងប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចនៅក្នុងភូមិបោះហុយសង្កាត់បាយខាក្រុងបៃលិនខេត្តបៃលិនយើងក៏ដីដើរហើទៅណាមកណាក្ដីបច្ចុប្បន្ននេះគឺមានភ្លៀងចំនួនទឹកច្រើនដែលយើងយកបានហើយប៉ុន្តែវាមានភ្លៀងចំនួនទឹកហូរមកហ្នឹងទៅវាមានក្របមីនក្របតាមទូវាហូរមកតាមទឹកមកធ្លាក់ទៅតាមអូដល់ពេលយើងរីងស្ងួតទៅវិញសូមឲ្យប្រជាពលរដ្ឋដែលកាត់ដើរទស្សនកិច្ចទៅដើរលេងដៃណាក៏ដោយប្រយ័ត្នប្រយែងក្របមីននិងក្របតាមទូបើឃើញរៀងមិនតំណងយើងត្រូវថយចេញហៅគេហៅឯងមើលផងព្រោះហើយក្របមីននិងក្របតាមទូនេះកុំថាក្របស្អុយវាអត់ស្អុយទេវាត្រៀមនឹងប្រយុទ្ធនឹងឆក់យកអាយុជីវិតយើងជានិច្ចបាទព្រឹងប៉ះពាល់ក្របមីនទូនេះផលខូចខាតនេះគឺវាខូចខាតសម្បើមកដូចជាទីហោអត្រាជាក់ស្ដែងគឺអត្រានឹងឡានដែលគាត់យកប្លង់ដីផ្ទះនិងប្លង់ដីចំការយកទៅដាក់នៅក្នុងធនាគារហើយយកមកទិញអត្រាតមួយសម្រាប់បំរើអាជីវកម្មក្នុងគ្រួសារតកិនកាត់បើកបរទៅជួដីទៅប៉ះពៀទៅលើក្របមីននិងក្របតាទូនឹងក្របមីនទុះឡើងណាទុះឡើងទៅបាត់បង់ជីវិតកូនឬបាត់បង់ជីវិតប្តីជាទីស្រឡាញ់របស់គ្រួសាររបស់គាត់ក្រោយមកអ្នកណាដែលជួបការលំបាកគឺប្រពន្ធកូនតូចនឹងឯងដែលគាត់ខំប្រឹងប្រែងរកស៊ីចិញ្ចឹមហើយខ្លួនឯងផងនិងសងធនាគារផងដូច្នេះអាចចំណុចនឹងហើយបានខ្ញុំសុខចិត្តស្ម័គ្រចិត្តធ្វើជាបណ្ដាញមីនបាទខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់អារម្មណ៍ខ្ញុំបានសប្បាយចិត្តខ្លាំងណាស់បានខ្ញុំស្ម័គ្រចិត្តធ្វើជាបណ្ដាញមីនដើម្បីជួយប្រជាពលរដ្ឋនឹងបូតខ្ញុំទៅដល់វាលវែងទៅបណ្ដោះបណ្ដាលនៅអាឡ័យប្រជាពលរដ្ឋនិងផ្សព្វផ្សាយប្រជាពលរដ្ឋនៅវាលវែងដើម្បីកុំឲ្យលោករៀនទៅរៀនព្រៃឬមួយឃើញក្របបន្តទុះអីរៃការដល់ប្រាប់បណ្ដាញមានអាជ្ញាធរដែនដីឬមួយសមាជិកដែលនៅចិត្តខាបងប្អូនរបូតខ្ញុំទៅដល់សំឡូតដល់របូតដែលខ្ញុំធ្លាក់ទៅដល់នេះទៀតនោះដោយសៀមរាបបាទធ្លាក់ដល់សៀមរាបខ្ញុំដើរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរឿងក្របមីននិងក្របតាមទុះដោយសារដែលខ្ញុំមានមូលភាពសប្បាយចិត្តដែលខ្ញុំរកបានឲ្យប្រជាពលរដ្ឋដូចជាតាក់ទងទៅលើឃាខ្ញុំតាក់ទងធ្វើទៅលើឃាแล้วក៏ឧបត្ថម្ភបានដូចជាចំកែបចំត្រីនិងបណ្ដោះផ្សិតបានដល់20ពាងទឹកនិងផើងសម្រស់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារពាងទឹកមួយផើងសម្រស់មួយខ្ញុំពាក់ព័ន្ធទៅលើនឹងបានខ្ញុំសប្បាយចិត្តខ្ញុំខំប្រឹងប្រែងទៅបីខ្ញុំគ្មានប្រាក់ខែជំនួយពីអង្គភាពស៊ីម៉ាក់ឬមួយពីរដ្ឋាភិបាលយ៉ាងណាក៏ដោយក៏ខ្ញុំខំប្រឹងប្រែងហើយស្ម័គ្រចិត្តដែលខ្ញុំសប្បាយចិត្តខ្ញុំខំប្រឹងប្រែងជួយធ្វើម៉េចកុំឲ្យប្រជាពលរដ្ឋមានការក្រថ្នាក់តទៅមុខទៀតព្រោះវាជនពិការឬបាត់បង់អាយុជីវិតដល់បងប្អូននីមួយនេះគឺមិនធម្មតាទេតែសូមបីខ្ញុំសប្បាយចិត្តហ្នឹងរាល់ថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តដោយសារចឹងបានខ្ញុំខំប្រឹងប្រែងបាទខ្ញុំថ្ងៃនេះដែរក៏ខ្ញុំសូមលើកដៃព្រាមដៃ10សូមអំពាវនាវដល់ម្ចាស់ជំនួយដែលបានជួយយកក្របមីននិងក្របតាទុះនៅលើផែនដីនេះនឹងបានថាខ្ញុំសូមព្រាមនាវតទៅទៀតសូមឲ្យគាត់ជួយធ្វើយ៉ាងណាដើម្បីឲ្យយកក្របមីនខេត្តបៃលិនខ្ញុំដូចភូមិខ្ញុំនេះធ្វើយ៉ាងណាទៅឲ្យអស់បើប្រុសវាងាយការក្រថ្នាក់ដល់ប្រជាពលរដ្ឋសម្បើមណាស់ដល់ថ្ងៃនេះជួនកាលទៅវាយើងថាកន្លែងនេះដោះហើយប៉ុន្តែអាកន្លែងដែលទៅមិនតាន់ដោះហើយភ្លៀងទឹកចំនួនហូរមកនៅអាកន្លែងដោះហើយអញ្ចឹងបានថាសុំដល់ពេលនេះដល់ម្ចាស់ជំនួយគ្រប់ស្ថាប័នទាំងអស់ជួយធ្វើយ៉ាងណាហើយបើប្រឹងប្រែងមកជួយอะไรនេះដោះមីននឹងក្របតាមទុះយកចេញពីទឹកដីនៅភូមិឃុំស្រុកខេត្តដូចទូទាំងប្រទេសហើយរបស់ខ្ញុំហ្នឹង